มจ้องเต้าเสียมเรียบยอมจ้องเต้าเสียมเรียบยอมจ้องเต้าเสียมเรียบยอมจ้องเต้าเสียมเรียบเต้าเสียมเรียบยอมจ้อง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 เต้าเสียมเรียบเต้าเสียมเรียบยอมจ้องเต้าเสียมเรียบยอมจ้องเต้าเสียมเรียบជំរាបសួរបងប្អូនបាទវិលត្រឡប់មកជួបជាមួយខ្ញុំពុល Rider ជាថ្មីម្ដងទៀតបន្ទាប់ពីបាត់មុខមួយរយៈធំដោយសារអត់មានលុយចាក់សាំងជិះម៉ូតូដើរលេងបាទតែនេះគឺជាសកម្មភាពទូទៅរបស់បងប្អូនដែលប្រើប្រាស់ម៉ូតូធំគ្រប់ក្រុមទាំងអស់បាទធ្វើដំណើរឆ្ពោះពីទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងបាទធ្វើមកជុំគ្នានៅក្នុងទីរួមខេត្តសៀមរាបបាទនៅក្នុងកម្មវិធីខួបគម្រប់3ឆ្នាំរបស់ក្លឹបម៉ូតូ PCR បាទអរុនសួស្ដីបងប្អូនជនរួមជាតិនិងបងប្អូនដែលគាំទ្រវិស័យតូចចក្រយានយន្តប្រភេទធំបាទគេហៅម៉ូតូធំយន្តហ្នឹងបាទផ្ញើការនឹករលឹកជាថ្មីម្ដងទៀតពីខ្ញុំបាទពុល Rider បាទបន្ទាប់ពីបាត់មុខរយៈពេលយូរបាទមិនបាត់ទៅណាទេគឺអង្គុយចាំសង្កេតមើលបងប្អូនហ្នឹងបាទគឺមើលបងប្អូនខ្លះគាត់ទៅនេះទៅនោះបាទគឺទៅណាអត់ឆ្ងាយពីម៉ូតូធំទេបាទជាង10ឆ្នាំហើយគឺខ្ញុំនៅតែមើលបងប្អូននិងដើរកំសាន្តជាមួយបងប្អូនរហូតហ្នឹងឲ្យតែមានពេលបាទនេះគឺជាសកម្មភាពទូទៅបាទជួបជុំគ្នានៅការ៉ាសាំង PTT បាទមកផ្សារម៉ាក្រូតែបងប្អូន Rider ជាច្រើនបាទមកពីគ្រប់ក្លឹបបាទគ្រប់ទីរួមខេត្តគ្រប់ស្រុកអីមកអស់ហើយបងប្អូនថ្ងៃនេះបាទហើយនៅក្នុងកម្មវិធីនេះផងដែរខ្ញុំ rate ឲ្យ8 លើ 10បាទក្នុងការរៀបចំកម្មវិធីពីសំណាក់ក្រុមការងារក្លឹបម៉ូតូ PCR ផងដែរយេថ្ងៃនេះ rate កម្មវិធីម៉ូតូដូច rate ទៅលើការ review ម្ហូបហើយបងប្អូននិយាយលេងទេបងប្អូនតាមពិតទៅខ្ញុំបានមើល schedule ក្នុងកម្មវិធីគេនៅក្នុងការរៀបចំគឺគេដាក់ចេញមកគឺល្អបាទហើយនៅក្នុងការរៀបចំទាំងសណ្ឋាគារទាំងម្ហូបអាហារទាំងអីគឺបានតាន់ពេលវេលាលឿនជាងកម្មវិធីមុនបាទសង្ឃឹមថាបងប្អូនក្លឹបម៉ូតូទាំងអស់បាទយើងរៀបចំជាពិសេសហ្នឹងគឺសណ្ឋាគារបាទពេលដែលយើងទៅដល់ហ្នឹងគឺត្រូវបានចូលបន្ទប់មុនអញ្ចឹងទៅបាទយើងទៅដល់គឺមានឈ្មោះមានលេខបន្ទប់មានអីស្រាប់ទៅដល់យកតាសោទៅគឺយើងចូលបន្ទប់បានសម្រាប់បានអីវាយើងសល់ពេលវេលាព្រោះយើងទៅផ្លូវឆ្ងាយបាទគឺយើងមានពេលវេលាខ្លីបាទក្នុងការធ្វើដំណើរគឺតែមួយយប់ទៀតដូច្នេះក្នុងការរៀបចំពីសំណាក់ក្លឹបម៉ូតូដែលគាត់ជាម្ចាស់កម្មវិធីហ្នឹងគឺសំខាន់ណាស់ដើម្បីដាក់ចេញកម្មវិធីបងប្អូនយើងមានការសប្បាយនិងមានការ relax បាទសម្រាប់អីត្រឹមត្រូវបាទក៏ប៉ុន្តែវាមានចំណុចខ្វះខាតមួយចំនួនតូចដែលយើងត្រូវកែលម្អខ្ញុំសង្ឃឹមថាចាប់ពីថ្ងៃហ្នឹងតទៅបងប្អូនចូលរួមម្នាក់ម្ដាយមួយជើងបាទនៅក្នុងការជិះម៉ូតូនៅក្នុងការប្រើប្រាស់ម៉ូតូរបស់បងប្អូនខ្ញុំឃើញមានចំណុចខ្វះខាតហើយចំណុចខ្វះខាតនេះវាបន្តិចបន្តួចទេប៉ុន្តែខ្ញុំចង់ជាសំណូមពររបស់ខ្ញុំណាគឺចង់ឲ្យមានការលុបបំបាត់ 100% ហ្មងកុំឲ្យនៅសល់អាតិចតួចហ្នឹងបាទតិចតួចហ្នឹងដែលធ្វើឲ្យមានបញ្ហានិងគេការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើឲ្យវិស័យដែលយើងកំពុងតែស្រឡាញ់ដែលយើងកំពុងតែដើរជាមួយគ្នាធ្វើជាមួយគ្នានេះធ្វើឲ្យវិស័យហ្នឹងគេស្អប់គេខ្ពើមបាទអញ្ចឹងសូមឲ្យអាបន្តិចបន្តួចហ្នឹងគឺកែចាប់ពីថ្ងៃហ្នឹងតទៅហើយក៏សូមសរសើរយ៉ាងកក់ក្ដៅសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ម៉ូតូស៊េរីមុនមកគេហៅស៊េរីចាស់អញ្ចឹងណាត្រូវខ្ញុំហៅអញ្ចឹងត្រូវស៊េរីចាស់ទោះបីស៊េរីថ្មីក៏ដោយបងប្អូនជំនាន់ក្រោយក៏ដោយប៉ុន្តែបងប្អូនខ្លះគាត់ឆាប់យល់គាត់ឆាប់ចាប់បានទៅលើច្បាប់នៅក្នុងការជិះម៉ូតូច្បាប់ចរាចរណ៍អីគាត់គោរពប៉ុន្តែមានមួយចំនួនតូចគឺចង់ឲ្យបងប្អូនសហការគ្នាលុបបំបាត់ពីថ្ងៃនេះតទៅកុំឲ្យមាន1% ណាសោះដែលយើងធ្វើឲ្យចន្លោះប្រហោងនៅក្នុងកម្មវិធីគេទៅសេច្បាស់លាស់ហើយបាទគឺហាមអ្វីខ្លះបំរាមអ្វីខ្លះដែលគេដាក់ចេញនៅក្នុងកម្មវិធីឲ្យយើងនឹងចូលរួមកម្មវិធីហ្នឹងជាភ្ញៀវកិត្តិយសដែលធ្វើយ៉ាងម៉េចគឺត្រូវតែស្ដាប់ rule បាទស្ដាប់ច្បាប់ទម្លាប់ដែលកម្មវិធីគេដាក់ចេញទៅពីព្រោះកម្មវិធីទៅណាមួយគឺបងប្អូនដឹងស្រាប់ហើយគឺម៉ូតូយើងវាច្រើនហើយម៉ូតូយើងសំឡេងក៏វាខ្លាំងបាទទោះបីស៊ីម៉ាំងមិនខ្លាំងក៏ម៉ាស៊ីនវាលាន់ខ្លាំងដែរបាទស៊ីម៉ាំងស៊ីនក៏លឺវាមិនណយដែរនិយាយទៅតាមត្រង់ទៅដូច្នេះបងប្អូនដែលគាត់ប្រើប្រាស់សំឡេងម៉ូតូបាទស៊ីម៉ាំងគាត់លឺមែនប៉ុន្តែបើគាត់ហ្គែនៅនឹងដៃទេបាទបងប្អូនជិះម៉ូតូធំត្រូវចាំណាហ្គែនៅនឹងដៃទេបើសិនជាយើងបើកវាមិនឲ្យលឺក៏វាអត់លឺដែរដូច្នេះបងប្អូនកុំរោលព្រោះកម្មវិធីគេទៅសេរួចហើយ
ប៉ុន្តែមានការច្រឡប់ហោបន្តិចតួចយើងកែតម្រូវទៅបងប្អូនភាគច្រើនសឹងតែ 90% 95% ហើយគាត់បានរក្សាភាពស្ងៀមស្ងាត់ហើយមួយទៀតការជិះបាទជិះយើងគោរពច្បាប់គោរព rule ទៅយើងជិះមួយឡាញពីរឡាញអីតាមកម្មវិធីគេអញ្ចឹងណាប៉ុន្តែនៅមានការច្រឡប់ហោបន្តិចបន្តួចត្រូវតែកែតម្រូវកន្លែងហ្នឹងណាបងប្អូនជាសំណូមពររបស់ខ្ញុំបាទក៏ដូចមិនមែនថាសំណូមពររបស់ខ្ញុំទេក៏ដូចជាអ្នកជិះម៉ូតូទាំងអស់បាទក្នុងស្រុកខ្មែរយើងដែលគាត់គិតវិជ្ជមានគិតល្អបាទដើម្បីគ្រប់គ្រងចេញជាកម្លាំងម្នាក់ម្ដាយមួយជើងហ្នឹងគឺគាត់សំណូមពរដូចតែខ្ញុំនិយាយអញ្ចឹងពេលខ្លះគាត់មិនបាននិយាយទេឥឡូវខ្ញុំយកវីដេអូក្នុងឱកាសនេះគឺនិយាយទាំងអស់ក្នុងថ្ងៃហ្នឹងបាទហើយមួយទៀតបាទគឺមួកសុវត្ថិភាពយើងធ្វើបានល្អបាទគឺជិះពីភ្នំពេញទៅដល់សៀមរាបបាទទៅដល់ខេត្តដែលយើងគោលដៅដែលយើងកំណត់ហ្នឹងគឺធ្វើបានល្អណាស់ព្រោះខ្ញុំជឿជាក់ថាគ្មានបណ្ណាគេជិះដោះមួកទេបាទវាក្តៅបាទវាអីផងខ្យល់ពេលជិះលឿនវាហុយវាបក់មកចូលភ្នែកចូលអីហើយក៏ជាសុវត្ថិភាពរបស់បងប្អូនណាហ្នឹងយើងធ្វើបានល្អនៅភ្នំពេញប៉ុន្តែគឺពេលដែលកម្មវិធីពេលល្ងាចបាទជាច្រើនហើយបាទកម្មវិធីពីកន្លងមកប៉ុន្តែវាភាគតិចទេបងប្អូនយើងខ្ញុំឃើញថាធ្វើបានច្រើនណាស់កាលមុនសឹងថាបានធ្វើបានតែត្រឹម 50% ទេ 50% ទេគឺគាត់អត់ប្រើប្រាស់មួកទេបាទពេលដែលយើងជិះដង្ហែកម្មវិធីហ្នឹងគឺគាត់អត់បានប្រើប្រាស់ទេបើយើងក៏លេខមើល4 10ឆ្នាំមុន5ឆ្នាំមុនអីគឺប្រើប្រាស់បានតែត្រឹម 50% ទេមិនមែនថាប្រអាប់ពីជំនាន់មុនហើយយកមកតែសើពីជំនាន់មុនហើយមកប្រអាប់ជំនាន់ក្រោយទេប៉ុន្តែយើងត្រូវកែពីបន្តិចម្ដងរហូតដល់4 10ឆ្នាំ20ឆ្នាំទៅមុខទៀតរឹតក៏ល្អទៅបាទគឺការប្រើប្រាស់មួកសុវត្ថិភាពគឺសំខាន់ណាមិនមែនត្រឹមតែយើងជិះពីភ្នំពេញទៅគោលដៅទេនៅពេលដែលយើងដង្ហែក្បួនឬក៏ជិះលេងនៅក្នុងទីរួមខេត្តណាមួយគឺត្រូវតែ 100% ត្រូវតែពាក់មួកសុវត្ថិភាពបងប្អូនខ្លះគាត់នៅតែច្រឡោះផោងកន្លែងហ្នឹងសម្រាប់ការយល់ឃើញរបស់ខ្ញុំដែលខ្ញុំប្រឡូកវិស័យម៉ូតូនេះ 5-6 ដល់ 10 ឆ្នាំហើយគឺបងប្អូនបើពាក់មួកខ្ញុំឃើញភ្នែកខ្ញុំផ្ទាល់ខ្ញុំនិយាយចេញពីចិត្តគឺពាក់មួកទៅគឺសង្ហាហើយអំណាចទៀតបាទពេលដែលគាត់ជិះម៉ូតូធំហើយពាក់មួកហើយមួករបស់គាត់ថ្លៃណាបងប្អូនខ្លះគាត់មានលទ្ធភាពទិញមួក$500 $800 $1000 $2000 ដល់$3000 រហូតដល់$5000 ក៏មានដែរមួកការពាររបស់គាត់ហើយហេតុអីបានគាត់មិនពាក់គាត់ទៅដោះមួកមួយផ្លេតហ្នឹងមួយផ្លេតហ្នឹងឯងដែលធ្វើឲ្យគេចាប់កំហុសបានហើយធ្វើជាគំរូអាក្រក់ហ្នឹងឯងបាទយើងគោរពច្បាប់ចរាចរណ៍ចូលរួមទាំងអស់គ្នាបើបងប្អូនស្រឡាញ់វិស័យម៉ូតូធំវិស័យយានយន្តយើងទេអញ្ចឹងបងប្អូនចូលរួមម្នាក់បន្តិចលុបបំបត្តិចោលឲ្យ 100% គឺលុបបំបត្តិចោលបាទត្រូវតែពាក់មួកទាំងអស់គ្នាបាទសង្ហាខ្ញុំនិយាយឃើញសង្ហាមែនបើសិនខ្ញុំមនុស្សស្រីក៏ខ្ញុំស្រឡាញ់មនុស្សប្រុសដែលពាក់ជិះម៉ូតូធំពាក់មួកដែរមួកថ្លៃទៀតរត់តែអែមទៀតបងប្អូនណាហើយមួយទៀតបងប្អូនខ្ញុំឃើញមួយរយៈក្រោយនេះគឺបងប្អូនដែលគាត់ជា content creator ឬក៏ជាតារាចម្រៀងឬក៏តារាសម្ដែងឬក៏គាត់អ្នកបង្កើតមាតិកានិយាយរួមគឺបុគ្គលល្បីជាច្រើនដែលគាត់ប្រើប្រាស់ម៉ូតូប្រភេទធំនេះគឺមួយរយៈក្រោយនេះគាត់ប្រើខ្ញុំឃើញសប្បាយចិត្តពីព្រោះគាត់បុគ្គលល្បីបើគាត់ជិះម៉ូតូនឹងទៀតរឹតតែសង្ហារឹតតែវិស័យហ្នឹងរឹតតែកើនឡើងថែមទៀតរឹតតែល្បីថែមទៀតវិស័យម៉ូតូធំហ្នឹងដូច្នេះពួកគាត់ជាមនុស្សគំរូអញ្ចឹងបើពេលដែលគាត់ចូលរួមប្រើប្រាស់អាហ្នឹងហើយជាសំណូមពររបស់ខ្ញុំណាគឺឲ្យគាត់ធ្វើយ៉ាងម៉េចគឺជាមនុស្សមហាជនត្រូវតែគោរពច្បាប់ចរាចរណ៍ត្រូវតែធ្វើគំរូល្អកុំឲ្យគេឃើញមកបន្តិចនេះជាប្រជាប្រិយភាពរបស់គាត់ទេបើសិនជាគេចាប់កំហុសគាត់រឿងគាត់ណាមួយដែលគាត់ធ្វើខុសនឹងច្បាប់ចរាចរណ៍ជាពិសេសរឿងពាក់មួកហ្នឹងហ្មងបាទបងប្អូនព្រោះខ្ញុំឃើញទៅកម្មវិធីនេះខ្ញុំឃើញពួកគាត់មួយចំនួនទូចបំផុតបាទសឹងថាម្នាក់ឬក៏ពីរនាក់អីណាគាត់អត់ពាក់មួកទេបាទគាត់មិនមែនថាមិនពាក់ទេគាត់ទៅពីពេញទៅគាត់ពាក់ហើយតែទៅដល់នេះទៅដល់ខេត្តទៅដល់ទីកន្លែងដែលយើងជិះកំសាន្តនេះយើងគាត់ពាក់មួកទេអញ្ចឹងជាចំណុចខ្វះខាតហើយខ្ញុំសូមសំណូមពរឲ្យគាត់បាទនេះជាប្រិយភាពរបស់គាត់អញ្ចឹងគាត់ត្រូវតែធ្វើមនុស្សមហាជនយើងក៏ចូលរួមទាំងអស់គ្នាលើកស្ទួយវិស័យនឹងដល់នេះជាសំណូមពររបស់ខ្ញុំហើយសំណូមពរមួយចំណុចទៀតខ្ញុំចេះតែសំណូមពរវាចេះតែច្រើននិយាយចេះតែបាយអូហូស្ទឹងប៉ុន្តែខ្ញុំឃើញចំណុចខ្វះខាតជាចន្លោះប្រហោងដែលធ្វើឲ្យគេស្អប់គេមើលងាយយើងបានទីមួយទៀតបាទគឺការជិះនៅពេលយប់ឧទាហរណ៍ថាយើងទៅពីភ្នំពេញហើយទៅដល់តុកម៉ូតូហើយចប់កម្មវិធី event ជិះម៉ូតូហើយប៉ុន្តែយប់ឡើងនៅក្នុងកម្មវិធីគឺអត់បានដាក់ឲ្យយើងជិះម៉ូតូទេប៉ុន្តែយើងមិនខ្វះទេបងប្អូនណាជាសិទ្ធិរបស់បងប្អូនម៉ូតូរបស់បងប្អូនទេតែជាសំណុំពរណាបើម៉ូតូយើងឮសំឡេងខ្លាំងឧទាហរណ៍ថា
ផលិតមកពីរោងចក្រមកវាលាន់វាអីចឹងណាអញ្ចឹងបងប្អូនគួរតែដូចឧទាហរណ៍ថាយើងទៅសៀមរាបចឹងពីប្រហែលថ្ងៃមុននេះណាទីរួមខេត្តទេសចរចឹងគេដើរលេងទៅភ្លឺក៏មានដែរអញ្ចឹងបងប្អូនកុំបើសិនជាអាចគឺបងប្អូនកុំប្រើប្រាស់ម៉ូតូយើងចតនឹងអូតែលទៅណាយើងជិះ Pass App ឬក៏យើងជិះឡានជាមួយមិត្តភ័ក្តិយើងទៅបាទពីព្រោះម៉ោង10មកដល់10យប់ពី10ម៉ោង1យប់គឺគាត់ប្រជាពលរដ្ឋគាត់ចូលសម្រានហើយដូច្នេះបើបងប្អូនប្រើមធ្យោបាយធ្វើដំណើរពេលយប់ដោយប្រើម៉ូតូធំហ្នឹងគឺប៉ះពាល់សម្លេងរំខានដល់ពួកគាត់ពិតប្រាកដមែនធ្វើឲ្យគាត់អត់មានអារម្មណ៍សប្បាយចិត្តយើងងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរបែប Pass App តាក់ស៊ីឬក៏រថយន្តរបស់មិត្តភ័ក្តិរបស់យើងទៅតនៅកន្លែងណាមួយទៀតហើយការធ្វើបែបនេះគឺជួយទៅដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់រត់តាក់ស៊ីឬក៏ Pass App អីហ្នឹងបាទនេះហើយគឺហៅថាការលើកស្ទួយវិស័យទេសចរនិងសេដ្ឋកិច្ចនៅក្នុងសហគមន៍ដែលយើងទៅហ្នឹងហើយមួយទៀតហ្នឹងគឺសុវត្ថិភាពផ្ទាល់ខ្លួននឹងតែម្ដងបាទនៅពេលដែលយើងចេញពីកម្មវិធីជប់លៀងហើយយើងប្រកាសជាប្រើប្រាស់គ្រឿងសង្វឹងហ្នឹងហើយដូច្នេះបើយើងប្រើម៉ូតូពេលយប់ទៀតវាធ្វើឲ្យប៉ះពាល់នឹងខុសច្បាប់ចរាចរណ៍ជាពិសេសគឺគ្រោះថ្នាក់ផ្ទាល់ខ្លួននឹងតែម្ដងបងប្អូនអរគុណវីដេអូរបស់ខ្ញុំថ្ងៃនេះគឺនិយាយអំពីរឿងក្នុងចិត្តក៏ដូចជាភាពចន្លោះប្រហោងរបស់កម្មវិធីដែលយើងទៅកន្លងមកហ្នឹងរបស់បងប្អូនអ្នកប្រើវិស័យម៉ូតូធំទាំងអស់ដែលយើងមានការចន្លោះប្រហោងបន្តិចបន្តួចត្រូវតែនិយាយត្រូវតែកែតម្រូវបាទវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសង្ឃឹមថាបងប្អូនបានមើលវីដេអូនិងស្ដាប់ក្នុងការនិយាយរបស់ខ្ញុំហើយគិតថាបងប្អូនមានគំនិតថ្មីនិងធ្វើអ្វីដែលល្អសម្រាប់វិស័យយានយន្តរបស់យើងតទៅមុខទៀតបាទអរគុណជម្រាបលាបាយបាយ